បាទបងប្អូនទាំងអស់គ្នាមានឆ្ងល់ថាខ្ញុំច្រូតកាត់ពេញមួយថ្ងៃហើយហេតុអ្វីមិនមានកំតិចកំទីម្ដងធូលីចត់នឹងសំណាញ់ការពារធុងទឹកអញ្ចឹងពីព្រោះម៉ាស៊ីនច្រូតស្រូវ Kubota DC 120H មានកង្ហាបញ្ចុះកម្ដៅធុងទឹក Auto Fan កង្ហាវិលច្រាស់ទឹកក្តៅដោយស្វ័យប្រវត្តិបាទកង្ហានេះធ្វើការនៅពេលដែលម៉ាស៊ីនក្តៅបឺតខ្យល់ចូលរៀងរាល់3នាទីម្ដងហើយផ្លុំចេញ10វិនាទីម្ដងពីព្រោះម៉ាស៊ីនច្រូតស្រូវ Kubota DC 120H មានកង្ហាបញ្ចុះកម្ដៅ Auto Fan ឬក៏កង្ហាវិលច្រាស់ទឹកក្តៅដោយស្វ័យប្រវត្តិកង្ហានេះធ្វើការរៀងរាល់3នាទីម្ដងនៅពេលដែលម៉ាស៊ីនក្តៅប្រសិនបើកង្ហាវិលច្រាស់ទឹកក្តៅធ្វើការវាមានការលឺសំឡេងបន្តិចបន្តួចពីខ្សែពៀនទោះបងប្អូនកុំព្រួយបារម្ភវាជារឿងធម្មតាទេបាទម៉ាស៊ីនច្រូតស្រូវ Kubota គ្រប់ស៊េរីទាំងអស់គឺមានប្រព័ន្ធបញ្ចុះកម្ដៅដូចគ្នាតែពិសេសនោះគឺម៉ាស៊ីនច្រូតស្រូវ Kubota DC 120H មានកង្ហាបញ្ចុះកម្ដៅ Auto Fan កង្ហាវិលច្រាស់ទឹកក្តៅដោយស្វ័យប្រវត្តិបឺតចូលផងហើយនឹងផ្លុំចេញផងចំណុចទាំងអស់នេះគឺជាចំណុចពិសេសនៅលើម៉ាស៊ីនច្រូតស្រូវ Kubota DC 120H ខ្ញុំសង្ឃឹមថាคลิปវីដេអូនេះនឹងមានប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាប្រសិនបើបងប្អូនទាំងអស់គ្នាមានការសង្ស័យឬក៏ឆ្ងល់សូមបងប្អូនទាំងអស់គ្នាខមមិននៅខាងក្រោមវីដេអូនេះខ្ញុំនឹងរីករាយឆ្លើយនឹងសំណួរបងប្អូនគ្រប់គ្នាបាទប្រសិនបើបងប្អូនទាំងអស់គ្នាមានការសង្ស័យឆ្ងល់បងប្អូនទាំងអស់គ្នាខមមិននៅខាងក្រោមវីដេអូនេះខ្ញុំនឹងរីករាយឆ្លើយតបនឹងសំណួរបងប្អូនទាំងអស់គ្នាខ្ញុំបាទពីនីនសូមអរគុណសូមជម្រាបលា